បាទជំរាបសួរបងប្អូនអរគ្នាបាទវល់មកជួបគ្នាសាជាថ្មីនៅក្នុង Channel YouTube ខ្មែរ Camera បាទហើយក៏ពិតជានឹករលឹកដល់បងប្អូនអរគ្នាមែនទេដែលមករយៈនេះខ្ញុំអាក់ខានក្នុងការចេញវីដេអូអញ្ចឹងសង្ឃឹមថាបងប្អូននៅតែធ្វើការគាំទ្រនិងជួយចុច like និង Subscribe Channel ខ្ញុំផងអញ្ចឹងនៅក្នុងថ្ងៃនេះខ្ញុំបង្ហាញបងប្អូនអំពីវិធីសាស្ត្រមួយគឺរបៀបបិទ mention មកគេបងប្អូនគឺនៅលើ Facebook អញ្ចឹងបងប្អូនបានឃើញហើយពេលខ្លះគឺយើងអត់ស្គាល់គេផងគេ mention គេដាក់ add follower គឺយើងគ្រាន់តែ follow ប៉ុន្តែយើងមិនចង់ឃើញការ mention របស់គេអីចឹងឬក៏ page ខ្លះបងប្អូន follow ហើយតែបងប្អូនភ្លេចគិតថាចង់ unfollow ឬក៏យ៉ាងណាយើងមិនចង់ឲ្យមាន mention add follower ដូចដែលខ្ញុំបានបង្ហាញនៅលើអេក្រង់នេះបងប្អូនអាចបិទបានអញ្ចឹងដើម្បីបិទបានយើងចូលទៅក្នុង Facebook app របស់យើងទាំងអស់គ្នាទាំង Android និង iOS ធ្វើបានដូចគ្នាចូលមក Facebook មកអញ្ចឹងបងប្អូនរក setting ណានៅលើទូរស័ព្ទរបស់បងប្អូនមួយមិនថា Android មិនថា iOS គឺវាមាន setting ដូចគ្នាក្នុង Facebook អញ្ចឹងគាត់ថាវាអាចនៅខុសកន្លែងគ្នាបន្តិចអញ្ចឹងខ្ញុំចុចកន្លែងនេះដើម្បីយកចូលរក setting ហើយចុចអាសញ្ញាត្រី3នេះហើយយើងអូសមករកពាក្យថា setting មួយទៀតនៅខាងនេះបាទបន្តមកទៀតវាចេញរបៀបនេះបងប្អូនអូសវាទៅលើហើយរកមើលពាក្យថា notification បាទនេះបន្តមកទៀតបងប្អូនមើលត្រង់ពាក្យថា tag បាទ tag នេះអញ្ចឹងមកដល់កន្លែងនេះបងប្អូនមើលបាទអាខាងលើគេ get notification when you are tagged by friend អញ្ចឹងនៅកន្លែងនេះខ្ញុំយកពាក្យថា friend អញ្ចឹងបងប្អូនអាចយក anyone ឬក៏ friend of friend ក៏បាន anyone បានន័យថាអ្នកគ្រប់គ្នាលើ Facebook នឹង tag បានទាំងអស់បើ friend of friend បានន័យថាបើសិនជាយើងមាន friend ជាមួយលោកកអញ្ចឹងលោកខដែលមិនមែនជា friend របស់យើងគាត់ក៏អាច tag បានដែរព្រោះគាត់ជា friend របស់មិត្តភ័ក្តិយើងអញ្ចឹងខ្ញុំយកតែពាក្យ friend ទេហើយយើងយកពាក្យ save មកបន្តមកទៀតវានឹងត្រឡប់ថយក្រោយចូលមកដល់ផ្ទាំងកន្លែងនេះអញ្ចឹងបងប្អូនមើលត្រង់កន្លែងពាក្យថា batch mention បាទនេះទីនេះបងប្អូនឃើញទេអញ្ចឹងវាចេញពណ៌បៃតងបើកអញ្ចឹងយើងបិទវិញឲ្យវាចេញពណ៌ប្រផេះមកអញ្ចឹងបិទវិញហើយយើងបិទនៅពេលដែលយើងបិទគឺគេ mention add follower ហ្នឹងចុច add follower ទៅវាលែង alert មកឲ្យយើងបានឃើញទៀតហើយអញ្ចឹងនេះគឺជាវិធីសាស្ត្រងាយមួយដែលអាចជួយឲ្យបងប្អូនអាចធ្វើការបិទបានអញ្ចឹងបើសិនបងប្អូនធុញទ្រាន់អាចចំណុចហ្នឹងគឺអាចបិទបានអញ្ចឹងណាវាជា tip ខ្លីៗហើយបងប្អូនអាច comment នៅខាងក្រោមបើសិនជាមានចម្ងល់អ្វីចង់សាកសួរបន្ថែមហើយជាចុងក្រោយវីដេអូនេះក៏បានមកដល់ទីបញ្ចប់ហើយក៏សូមអរគុណបងប្អូនដែលបានទស្សនាហើយក៏អរគុណច្រើនដែលបានជួយ Subscribe Channel ខ្ញុំបាទផងបាទវីដេអូនេះគឺគោលបំណងគាត់ចង់ចែកម្លែកជូនបងប្អូនឲ្យបានដឹងអំពីគន្លឹះបន្តិចបន្តួចនៅទីនេះបាទអញ្ចឹងអរគុណច្រើនជម្រាបលាបាយបាយ